នៅថ្ងៃរៀបការរបស់យ៉ាគាត់បានរុញម្ដាយរបស់គាត់ឈ្មោះអែនណាចេញនៅចំពោះមុខមនុស្សគ្រប់គ្នាបន្ទាប់មកក្រោមក្រសែភ្នែកដ៏ភ្ញាក់ផ្អើលរបស់សាច់ញាតិនិងមិត្តភក្តិទាំងអស់របស់គាត់បានលុតជង្គង់នៅចំពោះមុខមីងរបស់គាត់ឈ្មោះលេស៊ីនៅថ្ងៃនោះគាត់មិនមែនទើបតែរៀបការនោះទេគាត់ក៏ហ៊ាននឹងប្រកាសពីការសម្រេចចិត្តមួយដែលនឹងធ្វើឲ្យការយល់ដឹងរបស់មនុស្សគ្រប់គ្នាក្រឡាប់ចាក់នៅពេលដែលយ៉ាមានអាយុ3ឆ្នាំអាពាហ៍ពិពាហ៍របស់ឪពុកម្ដាយគាត់បានបែកបាក់ហើយពួកគេបានលែងលះគ្នាបន្ទាប់ពីការលែងលះគ្នាពួកគេទាំងពីរមិនចង់ឲ្យគាត់ធ្វើឲ្យជីវិតថ្មីរបស់ពួកគេធ្លាក់ចុះនោះទេពួកគេទាំងពីរបានរកឃើញដៃគូថ្មីហើយបានបោះបង់ចោលគាត់យ៉ាងឃោរឃៅដោយគ្មាននរណាម្នាក់ពឹងផ្អែកជេកអាចរស់នៅបានតែជាមួយជីដូនចាស់របស់គាត់ហើយស្ទើរតែមិនអាចរស់នៅបានប៉ុន្តែវាសនាមិនដែលបង្ហាញសេចក្តីមេត្តាករុណាឡើយមុនពេលថ្ងៃល្អមកដល់ជីដូនដែលស្រឡាញ់គាត់បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរហើយបានទទួលមរណភាពភ្លាមនោះគាត់បានក្លាយជាក្មេងកំព្រាគ្មានផ្ទះសម្បែងគ្មានអ្នកណាពឹងពាក់បានឡើយឪពុកម្ដាយបង្កើតរបស់គាត់បានបង្កើតគ្រួសារថ្មីរួចហើយពួកគេមិនអើពើនឹងគាត់សម្លឹងមើលដោយត្រជាក់ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេងាកក្រោយសូម្បីតែមួយដងនៅពេលដែលមនុស្សគ្រប់គ្នាគិតថាគាត់ត្រូវបញ្ជូនទៅឆ្ងាយហើយត្រូវទុកចោលឲ្យវង្វេងមីងលូស៊ីរបស់គាត់ដែលនៅលីវពេញមួយជីវិតរបស់គាត់ហើយគ្មានកូនមិនអាចទ្រាំទ្របានទេគាត់បានខំថ្មិញយកក្មួយប្រុសកំសត់ម្នាក់នេះមកចិញ្ចឹមហើយទទួលបន្ទុកចិញ្ចឹមគាត់តែម្នាក់ឯងលូស៊ីគឺជាមនុស្សសាមញ្ញម្នាក់ដៃរបស់នាងពោពេញដោយស្នាមក្រិនក្រាស់ពីការខិតខំធ្វើការអស់ជាច្រើនឆ្នាំនាងជាមនុស្សត្រង់មិនសូវចេះនិយាយស្ដីទេប៉ុន្តែមានចិត្តសប្បុរសបំផុតលើកដំបូងដែលនាងបានឃើញយ៉ាកស្គមស្កាំងនិងរហែកនាងមិនបានទិញស្ករគ្រាប់ឬប្រដាប់ក្មេងលេងឲ្យគាត់ទេនាងគ្រាន់តែអង្គុយចុះយ៉ាងស្ងៀមស្ងាត់បន្ទាប់មកនាងបានបិទបាតស្បែកជើងចាស់នោះយ៉ាងប្រុងប្រយ័ត្នទៅលើស្បែកជើងចាស់របស់ក្មេងដើម្បីធ្វើឲ្យប្រាកដថាក្មេងនោះមានអាហារគ្រប់គ្រាន់និងមានកន្លែងស្នាក់នៅសមរម្យលូស៊ីបានចំណាយប្រាក់សន្សំទាំងអស់ដែលនាងបានសន្សំក្នុងរយៈពេលជាច្រើនឆ្នាំមកនេះហើយបានជួលហាងជួសជុលដ៏ទ្រុឌទ្រោមមួយនៅតាមផ្លូវនាងក្រោកពីព្រលឹមហើយធ្វើការយឺតជួសជុលគ្រឿងបន្លាស់តូចនិងគ្រឿងបរិក្ខារធ្វើកិច្ចការដៃគ្រប់ប្រភេទមិនថាអាកាសធាតុត្រជាក់ឬក្តៅយ៉ាងណានោះទេជារៀងរាល់ថ្ងៃនាងស្នាក់នៅក្នុងហាងតូចមួយនោះដោយសង្ឃឹមថានឹងចិញ្ចឹមកូនបានល្អតាមរយៈការងារស្មោះត្រង់ពេលឃើញលូស៊ីខំប្រឹងធ្វើការជែកមានអារម្មណ៍ស្រាលក្នុងចិត្តជាលើកដំបូងគាត់គិតថាទីបំផុតគាត់បានឆ្លងកាត់វាហើយចាប់ពីពេលនោះមកគាត់គិតថាគាត់អាចសិក្សាដោយសន្តិភាពនិងរស់នៅប្រកបដោយស្ថិរភាពប៉ុន្តែវាសនានៅតែឃោរឃៅជីវិតមិនដែលប្រព្រឹត្តចំពោះគាត់ដោយសប្បុរសនោះទេដូចជាហាងជួសជុលទីបំផុតមានស្ថិរភាពហើយអាជីវកម្មចាប់ផ្ដើមប្រសើរឡើងគំនោបំណុលគ្រួសារចាស់មួយបានដួលរំភ្លាមប្រាក់កម្ចីដែលមិនស្គាល់និងបញ្ហាដែលមិនទាន់បានបញ្ចប់ទាំងអស់បានបង្ហាញខ្លួននៅមាត់ទ្វាររបស់ពួកវាទាំងអស់បានធ្លាក់មកលើលេស៊ីជារៀងរាល់ថ្ងៃក្រុមម្ចាស់បំណុលបានបិទច្រកចូលហាងដោយស្រែកជេរប្រមាថឡោមព័ទ្ធពួកគេនិងជេរប្រមាថពាក្យចាមអារ៉ាមបានហូរពេញផ្លូវមនុស្សគ្រប់គ្នាចង្អុលម្រាមដៃពីក្រោយខ្នងនាងគ្មាននរណាម្នាក់ដឹងពីមូលហេតុពិតប្រាកដនោះទេប៉ុន្តែពួកគេទាំងអស់គ្នាបានបញ្ចេញកំហឹងរបស់ពួកគេទៅលើលូស៊ីប៉ុន្តែតាំងពីដើមដល់ចប់លូស៊ីមិនដែលនិយាយសូម្បីតែមួយម៉ាត់អំពីការត្រូវគេធ្វើបាបនោះទេនាងមិនដែលត្អូញត្អែរម្ដងណាឡើយនាងមិនចង់ឲ្យក្មេងតូចនោះត្រូវបានអូសចូលទៅក្នុងភាពរញ៉េញ៉ៃឬមើលងាយនោះទេដូច្នេះនាងបានលក់ឧបករណ៍និងរបស់របរទាំងអស់នៅក្នុងហាងដោយស្ងាត់បន្តិចម្ដងនាងបានប្រមូលប្រាក់បានគ្រប់គ្រាន់សងបំណុលទាំងអស់សម្រាប់គ្រួសារហើយដឹកអ្វីគ្រប់យ៉ាងតែម្នាក់ឯងនៅពេលដែលព្យុះបានកន្លងផុតទៅនាងគ្មានអ្វីនៅសល់ឡើយនាងគ្រាន់តែកាន់ដៃរបស់យ៉ាកយ៉ាងស្រទន់ហើយចាក់ចេញពីហាងដែលនាងបានខិតខំសាងសង់យ៉ាងលំបាកនៅយប់នោះនៅក្នុងបន្ទប់តូចមួយសាមញ្ញមួយនៅក្នុងទីធ្លារួមយ៉ាកបានរួនខ្លួននៅជ្រុងមួយហើយសួរដោយភ័យដោយសំឡេងតិចថាតើអ្នកនឹងចាក់ចេញពីខ្ញុំដែរទេលេស៊ីបានអង្អែលក្បាលរបស់គាត់ហើយនិយាយយ៉ាងស្រទន់ថាបញ្ហារបស់មនុស្សធំជារបស់មនុស្សធំគ្មានអ្វីមួយក្នុងចំណោមទាំងនេះមិនមែនជាកំហុសរបស់អ្នកទេដរាបណាអ្នកមិនប្រកាន់ទេបើមានខ្ញុំនឹងការពារអ្នកពេញមួយជីវិតរបស់ខ្ញុំបន្ទាប់ពីត្រូវបានគេបោះបង់ចោលច្រើនដងមកហើយយ៉ាកនៅតែមិនហ៊ានទុកចិត្តលើភាពកក់ក្ដៅទាំងស្រុងគាត់ក្លាយជាមនុស្សស្ដាប់បង្គាប់ខ្លាំងហើយមានអារម្មណ៍មិនស្រួលខ្លួនយ៉ាងខ្លាំងគាត់ហ៊ានតែញ៉ាំបាយធម្មតាដេកសម្លៀកបំពាក់ដោយខ្លួនឯងពេលវាហែកហើយបង្ខំខ្លួនឯងឲ្យទៅសាលារៀនទោះបីជាមានគ្រុនក្តៅ100ដឺក្រេក៏ដោយពេលដល់ពេលបង់ថ្លៃសាលាគាត់មិនអាចទ្រាំនឹងសុំបានទេគាត់បានសន្សំប្រាក់អាហារថ្ងៃត្រង់របស់គាត់ដោយលួចលាក់ហើយរស់នៅដោយញ៉ាំនំប៉័ងចំហុយស្ងួតពេញមួយសប្តាហ៍ពេលលូស៊ីដឹងរឿងនេះនាងទាំងខឹងនិងខូចចិត្តយ៉ាងខ្លាំងនាងបានបញ្ឈប់គាត់នៅចង្កានហើយស្ដីបន្ទោសគាត់តើអ្នកណាប្រាប់អ្នកឲ្យប្រព្រឹត្តចំពោះរាងកាយរបស់អ្នកបែបនេះតើអ្នកកំពុងព្យាយាមបង្ខំខ្ញុំឲ្យធ្វើជាមីងដ៏ខូខើមែនទេចាប់ពីពេលនោះមកលូស៊ីកាន់តែខំប្រឹងធ្វើការជារៀងរាល់ថ្ងៃមុនពេលថ្ងៃរះនាងបានទៅផ្សារបន្លែដើម្បីដាក់អីវ៉ាន់និងធ្វើការងារចម្លែកដែលរកប្រាក់បានច្រើនបំផុតបន្ទាប់ពីបញ្ចប់ការងារពេលព្រឹករួចនាងបានប្រញាប់ប្រញាល់ទៅផ្ទះដើម្បីចម្អិនអាហារបន្ទាប់មកជិះម៉ូតូកង់3ចាស់របស់នាងឆ្លងកាត់ភ្លៀងឬថ្ងៃដើម្បីយកអាហារក្តៅមកច្រកទ្វារសាលារៀននាងតែងតែនិយាយថាអាហារសាលាមានតម្លៃថ្លៃពេក
ហើយមិនសមនឹងទទួលបាននោះទេប៉ុន្តែប្រអប់អាហារថ្ងៃត្រង់របស់គាត់តែងតែមានស៊ុបចំហុយទន់និងសាច់ស្រស់ហាន់ជាចំណិតលុះត្រាតែយ៉ាកធំឡើងទើបគាត់បានដឹងថាខណៈពេលដែលគាត់ញ៉ាំអាហារក្តៅនិងមានជីវជាតិអាហារថ្ងៃត្រង់របស់លេស៊ីជាធម្មតាគឺត្រសក់ជ្រលក់ជាមួយបបរត្រជាក់ដែលញ៉ាំភ្លាមនៅពេលគាត់មានអាយុ12ឆ្នាំម្ដាយបង្កើតរបស់គាត់ឈ្មោះអេណាដែលបានបាត់ខ្លួនអស់ជាច្រើនឆ្នាំស្រាប់តែបានបង្ហាញខ្លួនដោយមើលទៅស្រស់ស្អាតគាត់បានឈរនៅមាត់ទ្វារសាលានាងជូតទឹកភ្នែកហើយសន្យាដោយទន់ភ្លន់ថាខ្ញុំតែងតែនឹកអ្នកពេញមួយឆ្នាំមកនេះមកជាមួយខ្ញុំទៅទីក្រុងខ្ញុំបានរកឃើញសាលាល្អមួយសម្រាប់អ្នកហើយបន្ទប់របស់អ្នកក៏រួចរាល់ដែរចេកដែលខ្វះសេចក្តីស្រឡាញ់យូរពេកមានអារម្មណ៍រង្គោះរង្គើជាលើកដំបូងគាត់ចង់បានគ្រួសារខ្លាំងណាស់គាត់ចង់បានផ្ទះពេញលេញមួយខ្លាំងណាស់លូស៊ីមិនបានបញ្ឈប់គាត់ទេនាងបានវិចខ្ចប់សម្លៀកបំពាក់របស់គាត់យ៉ាងស្ងាត់ហើយដាក់វានៅមាត់ទ្វារបើឯងចង់ទៅចូលទៅចុះកុំឲ្យខ្ញុំរារាំងអ្នកពីផ្លូវរបស់អ្នកឡើយប៉ុន្តែពេលគាត់ទៅដល់ទីក្រុងការពិតបានបំផ្លាញការស្រមើស្រមៃទាំងអស់ចេកបានឬអាណាឆ្លោះជាមួយឪពុកចុងរបស់គាត់ដោយចៃដន្យវាបានបង្ហាញថាអាជីវកម្មរបស់ពួកគេបានខាតបង់លុយកាក់ហើយពួកគេក៏ខ្វះខាតលុយកាក់ផងដែរពួកគេបានឮថាផ្ទះចាស់របស់ជីដូនរបស់គាត់ហៀបនឹងត្រូវរុះរើចោលដោយមានការទូទាត់សំណងយ៉ាងច្រើនដូច្នេះពួកគេបានធ្វើពុតជាចង់បានគាត់មកវិញអ្វីដែលពួកគេចង់បានគឺបញ្ឆោតគាត់ឲ្យចុះហត្ថលេខាហើយយកលុយដែលជារបស់គាត់បន្ទាប់ពីមើលឃើញពីគម្រោងរបស់ពួកគេចេកបានបដិសេធយ៉ាងម៉ឺងម៉ាត់អាណាបានងាកមករកគាត់ភ្លាមហើយគាត់ថាជាមនុស្សរមើលគុណហើយចាក់សោគាត់នៅក្នុងបន្ទប់នៅយប់នោះចេកបានលួចបើកសដោយលួចលាក់ហើយរត់ចេញដោយមានលុយត្រឹមតែជាង$10បន្តិចប៉ុណ្ណោះនៅតាមផ្លូវដ៏ត្រជាក់គ្មានទីពឹងគាត់បានហៅលូស៊ីទាំងទឹកភ្នែកហូរស្រក់គាត់និយាយតែមួយប្រយោគថាមីងខ្ញុំចង់ត្រឡប់មកផ្ទះវិញលូស៊ីបានខ្ចីលុយមួយយប់សម្រាប់ជិះតាក់ស៊ីហើយប្រញាប់ប្រញាល់ទៅទទួលគាត់នៅតាមផ្លូវនាងបានកោះជង្គង់របស់នាងយ៉ាងធ្ងន់ធ្ងរជើងរបស់នាងពោពេញដោយភក់ប៉ុន្តែនៅពេលដែលនាងបានឃើញយ៉ាករឿងដំបូងដែលនាងនិយាយគឺទន់ភ្លន់អ្នកត្រឡប់មកវិញហើយនោះហើយជាអ្វីទាំងអស់ដែលសំខាន់អាណាបានដេញពួកគេទៅកាន់ស្ថានីយ៍ដោយរារាំងពួកគេយ៉ាងខ្លាំងក្លាហើយស្រែកថានាងនឹងហៅប៉ូលីសដោយនិយាយថាលូស៊ីគ្មានសិទ្ធិចាប់គាត់ទេជាលើកដំបូងលូស៊ីបានឈរជើងយ៉ាងរឹងមាំនាងបានយកភស្តុតាងជាច្រើនឆ្នាំដែលបង្ហាញថានាងបានចិញ្ចឹមគាត់ហើយនិយាយថាអ្នកបានផ្ដល់កំណើតឲ្យគាត់ប៉ុន្តែគ្រាន់តែចាត់ទុកគាត់ដូចជាមនុស្សរកលុយបានខ្ញុំមិនមែនជាម្ដាយបង្កើតរបស់គាត់ទេប៉ុន្តែខ្ញុំបានចិញ្ចឹមគាត់និងការពារគាត់អ្នកណាដែលព្យាយាមប្រើប្រាស់កូនរបស់ខ្ញុំនឹងត្រូវឆ្លងកាត់ខ្ញុំជាមុនសិនចាប់ពីថ្ងៃនោះមកចេកបានលះបង់ទាំងស្រុងនៅចំណងមិត្តភាពរបស់គាត់ជាមួយឪពុកម្ដាយបង្កើតរបស់គាត់នៅក្នុងចិត្តរបស់គាត់បានសម្រេចចិត្តដោយស្ងៀមស្ងាត់ថាលូស៊ីគឺជាម្ដាយតែម្នាក់គត់របស់គាត់នៅវិទ្យាល័យដើម្បីសម្រាលបន្ទុករបស់លូស៊ីចេកបានទៅការដ្ឋានសំណងមួយដោយលួចលាក់ដើម្បីធ្វើការងារចម្លែកពេលលូស៊ីដឹងនាងបានជិះឡានក្រុងរយៈពេល4ម៉ោងទៅកាន់កន្លែងនោះដោយមានភ្នែកក្រហមនាងបានអូសគាត់ត្រឡប់ទៅសាលារៀនវិញអ្នកគ្រាន់តែផ្ដោតលើការសិក្សាប៉ុណ្ណោះខ្ញុំនឹងបើកប្រាក់ឲ្យអ្នកហើយរក្សាទុកកំណត់ត្រាមួយសងខ្ញុំវិញជាមួយនឹងការប្រាក់នៅពេលក្រោយហើយខ្ញុំនឹងរាប់វាជាមូលនិធិសោធននិវត្តន៍របស់ខ្ញុំភ្នែករបស់ចាកប្រែជាក្រហមភ្លាមទីបំផុតគាត់យល់ថាមនុស្សមួយចំនួននិយាយថាពួកគេស្រឡាញ់អ្នកព្រោះពួកគេចង់បានអ្វីមួយពីអ្នកហើយមនុស្សមួយចំនួននិយាយដូចជាពួកគេកំពុងកត់ត្រាទុកប៉ុន្តែពួកគេផ្ដល់ឲ្យអ្នកនៅអ្វីគ្រប់យ៉ាងដែលពួកគេមានដោយមិនលាក់បាំងអ្វីទាំងអស់ក្រោយមកចាកបានបំពេញតាមក្តីសង្ឃឹមរបស់នាងគាត់បានចូលរៀននៅមហាវិទ្យាល័យរកបានការងារដ៏គួរឲ្យគោរពបានជួបស្ត្រីម្នាក់ដែលមានចិត្តល្អនិងសុភាពរាបសារហើយបានរៀបការដោយរលូននៅថ្ងៃរៀបការគាត់មិនដែលអញ្ជើញឪពុកម្ដាយបង្កើតរបស់គាត់ទេប៉ុន្តែមនុស្សពីរនាក់ដែលបានបោះបង់ចោលគាត់អស់រយៈពេលជាង20ឆ្នាំដោយមិនខ្មាស់អៀនបានបង្ហាញខ្លួនពួកគេបានធ្វើពុតជាឪពុកម្ដាយដែលស្រឡាញ់ហើយរងចាំដោយស្ងៀមស្ងាត់ដើម្បីឡើងលើឆាកប៉ុន្តែពាក់កណ្ដាលនៃពិធីមង្គលការចេកស្រាប់តែចុះពីឆាកហើយរុញអាណាដែលកំពុងធ្វើពុតជាមានចិត្តល្អក្រោមការសម្លឹងមើលដ៏ភ្ញាក់ផ្អើលរបស់មនុស្សគ្រប់គ្នាគាត់បានដើរត្រង់ទៅកាន់បន្ទប់ទុកអីវ៉ាន់នៅក្នុងផ្លូវតូចខាងក្រោយសន្តាគារគាត់ដឹងថាលេស៊ីមានអារម្មណ៍មិនស្រួលនិងស្ងប់ស្ងាត់លាក់ខ្លួននៅជ្រុងមួយក្នុងសម្លៀកបំពាក់ចាស់ដែលបោកគក់ស្ទើរតែពណ៌នាងខ្លាចថាឋានៈរបស់នាងនឹងឆ្កងហើយបំផ្លាញថ្ងៃដ៏អស្ចារ្យរបស់គាត់ដោយមិនអើពើនឹងការសម្លឹងមើលរបស់មនុស្សគ្រប់គ្នាចេកបានចាប់ដៃលូស៊ីយ៉ាងរឹងមាំហើយនាំនាងឡើងលើឆាកគាត់បានលុតជង្គង់យ៉ាងធ្ងន់នៅចំពោះមុខមនុស្សគ្រប់គ្នាភ្នែកក្រហមហើយនិយាយទាំងទឹកភ្នែកថាខ្ញុំត្រូវបានឪពុកម្ដាយបោះបង់ចោលនៅពេលខ្ញុំមានអាយុ3ឆ្នាំខ្ញុំបានបាត់បង់ជីដូនរបស់ខ្ញុំនៅពេលខ្ញុំនៅក្មេងខ្ញុំគ្មានអ្នកណាពឹងពាក់បានទេហើយខ្ញុំពិតជាឯកាណាស់អ្នកបានជួយខ្ញុំពេលខ្ញុំស្ថិតក្នុងស្ថានភាពលំបាកបំផុតការពារខ្ញុំសងបំណុលខ្ញុំរងទុក្ខជំនួសខ្ញុំនិងនៅជាមួយខ្ញុំឆ្លងកាត់ព្យុះភ្លៀងគ្រប់បែបយ៉ាងពេលខ្ញុំធំឡើងអ្នកមិនបានផ្ដល់កំណើតឲ្យខ្ញុំទេប៉ុន្តែអ្នកបានផ្ដល់ឲ្យខ្ញុំនៅហេតុផលគ្រប់យ៉ាងដើម្បីបន្តរស់នៅអាណាបានប្រញាប់ឡើងលើឆាកហើយស្រែកថាខ្ញុំជាម្ដាយពិតរបស់អ្នកអរគុណដែលបានផ្ដល់កំណើតឲ្យខ្ញុំនិងនៅជាមួយខ្ញុំអស់រយៈពេល3ឆ្នាំប៉ុន្តែចាប់ពីអាយុ6ឆ្នាំដល់25ឆ្នាំនៅពេលដែលខ្ញុំចាប់ផ្ដើមបង្កើតគ្រួសារផ្ទាល់ខ្លួនរយៈពេល15-4ឆ្នាំនេះ
អ្នកដែលបានផ្ដល់ជំរកដល់ខ្ញុំពីព្យុះភ្លៀងគ្រប់បែបយ៉ាងហើយមិនដែលចាក់ចេញពីខ្ញុំគឺនាងក្រៅពីការរៀបការនៅថ្ងៃនេះខ្ញុំមានសេចក្តីប្រកាសសំខាន់មួយផ្ទះថ្មីដែលខ្ញុំបានទិញនិងមានឈ្មោះម្ដាយរបស់ខ្ញុំនៅលើបណ្ណកម្មសិទ្ធិតែប៉ុណ្ណោះគាត់បានការពារខ្ញុំតាំងពីខ្ញុំធំឡើងសម្រាប់ជីវិតដែលនៅសល់របស់នាងវាជាវេនរបស់ខ្ញុំដើម្បីការពារនាងរហូតដល់នាងចាស់លូស៊ីបានអបគាត់ហើយយំយ៉ាងខ្លាំងរហូតដល់រាងកាយទាំងមូលរបស់នាងញ័រដោយនិយាយម្ដងហើយម្ដងទៀតថាកូនស្រីរបស់ខ្ញុំម៉ាក់មិនចង់បានផ្ទះទេដរាបណាអ្នករស់នៅជីវិតដ៏ស្ថិរភាពនិងមានសុភមង្គលនោះគ្រប់គ្រាន់ហើយសម្រាប់ម៉ាក់ផ្ទះនេះគឺជាគោលការណ៍ដែលខ្ញុំជំពាក់អ្នកការគោរពនិងការយកចិត្តទុកដាក់ដែលខ្ញុំនឹងផ្ដល់ឲ្យអ្នកពេញមួយជីវិតរបស់ខ្ញុំគឺជាចំណាប់អារម្មណ៍ដែលខ្ញុំមិនអាចសង្វេងបានពេញលេញបន្ទាប់ពីពិធីមង្គលការបានបញ្ចប់ជេកបាននាំលូស៊ីចូលទៅក្នុងផ្ទះថ្មីដ៏ធំទូលាយនិងភ្លឺស្វាងចំណងគ្រួសារពិតប្រាកដបំផុតនៅក្នុងលោកនេះមិនមែនគ្រាន់តែជាឈាមនោះទេវាគឺជាពេលដែលមនុស្សធម្មតាស្ងប់ស្ងាត់និងមិនសូវពូកែនិយាយស្ដីនៅក្បែរអ្នកគ្រប់ព្យុះភ្លៀងហើយមិនដែលចាក់ចេញឡើយ